រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលការអះអាងរបស់ថៃដែលត្រូវបានចុះផ្សាយប្រងព្រាតលើប្រព័ន្ធផ្សព្វផ្សាយពេញទីក្រុងបាងកកដែលចោទប្រកាន់ជនជាតិរុស្ស៊ីថាកំពុងធ្វើជាទាហានស៊ីឈ្នួលឲ្យកម្ពុជាក្នុងចំនួនព្រំដែនកម្ពុជាថៃដែលកំពុងតែបន្តយ៉ាងក្តៅគគុកក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃបានប្រលះថៃចំថាការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋានហើយព្រមានថាការបំភ្លឺរបស់សារព័ត៌មានថៃអាចបំផ្លាញទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងរុស្ស៊ីនិងថៃស្ថានទូតរុស្ស៊ីវាយបកទៅថៃវិញទៀតថាការប្រឌិតព័ត៌មានបែបនេះហាក់ដូចជាមានបំណងរំលោភសិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលកំពុងតែរស់នៅប្រទេសថៃរួមទាំងអ្នកទេសចរនិងអ្នកជំនួញហើយទំនងជាត្រូវបានបំផុសឡើងដោយអ្នកនៅខាងក្រៅតំបន់ការឆ្លើយតបរបស់ទីក្រុងមូស្គូនេះកើតឡើងបន្ទាប់ពីការចោទប្រកាន់ស្រដៀងគ្នានឹងជាបន្តបន្ទាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃដែលថាកម្ពុជាបានជួលទាហានបរទេសឲ្យធ្វើប្រតិបត្តិការឧបករណ៍យោធារួមទាំងយន្តហោះគ្មានមនុស្សបើកឬក៏ដ្រូនផងដើម្បីវាយប្រហារគោលដៅយោធារបស់ថៃនៅតាមបណ្ដោយព្រំដែនក្រសួងការពារជាតិកម្ពុជាបានបដិសេធការចោទប្រកាន់ទាំងនោះហើយថាការបំផុសព័ត៌មានមិនពិតរបស់ភាគីថៃមានគោលបំណងបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពយោធារបស់ថៃដែលវាយសង្គ្រប់ប្រហារកម្ពុជាមុនតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកស្ថានទូតរុស្ស៊ីបញ្ជាក់បន្ថែមថាជំហររបស់ទីក្រុងមូស្គូលើចំនួនថៃកម្ពុជានៅតែមិនផ្លាស់ប្ដូរដោយរុស្ស៊ីនៅតែចង់រក្សាចំណងមិត្តភាពយូរអង្វែងទាំងជាមួយថៃនិងកម្ពុជាហើយចង់ឲ្យចំនួននេះត្រូវបានដោះស្រាយដោយសន្តិភាពក៏ប៉ុន្តែរដ្ឋាភិបាលថៃនិងយោធាថៃមិនត្រឹមតែមិនអើពើប៉ុណ្ណោះទេថែមទាំងបានពង្រីកភូមិសាស្ត្រវាយប្រហារលើកម្ពុជានិងបានបង្កើនការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាជាពិសេសតំបន់ជនស៊ីវិលរស់នៅសម្រាប់ពលរដ្ឋ15នាក់របួស73នាក់និងភៀសខ្លួនជិត410000នាក់គិតត្រឹមថ្ងៃទី